កងរាជអាវុធហត្ថចាប់ខ្លួនជនជាតិថៃ2នាក់បន្ទាប់ពីបាញ់បោះសេរីក្នុងក្រុងប៉ោយប៉ែតមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹងថានៅវេលាម៉ោង 00:41 នាទីរំលងអត្រាឈានចូលថ្ងៃសុក្រទី 3 ខែតុលាឆ្នាំ 2025 កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតសហការជាមួយក្រុមល្បាតព្រំដែនចលល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនៅចំណុចដីវាលមុខបូរីស្តាហ្គលស្ថិតនៅក្នុងភូមិព្រៃព្រិចសង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក៏បានប្រទះឃើញករណីជនជាតិថៃបាញ់បោះសេរីនិងប្រើប្រាស់អាវុធដោយខុសច្បាប់ប្រព្រឹត្តដោយជនសង្ស័យចំនួន2នាក់ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង2នាក់ដែលជាជនជាតិថៃរួមទាំងអាវុធខ្លីដែលជាវត្ថុតាងនិងនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីធ្វើការសួរនាំមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យមានឈ្មោះផាចារៈខៅភូភេទប្រុសអាយុ27ឆ្នាំជនជាតិថៃជាម្ចាស់អាវុធឈ្មោះលំភុំអរតាណកៅមនីភេទប្រុសអាយុ22ឆ្នាំជនជាតិថៃពួកគេទាំងពីរនាក់ស្នាក់នៅម្ដុំវត្តជ័យដែនស្ថិតនៅក្នុងភូមិព្រៃព្រិចសង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យពេលឃាត់ខ្លួនកងរាជអាវុធហត្ថបានរកឃើញនិងដកហូតវត្ថុតាំងជាអាវុធខ្លីម៉ាក់ស៊ីងសាយអឺពណ៌ខ្មៅលេខទូ 66A 98 66 94 ចំនួន1ដើមបងចំនួន1គ្រាប់ចំនួន10គ្រាប់និងសម្បកគ្រាប់បាញ់រួចចំនួន4គ្រាប់បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីកសាងសំណុំរឿងតាមនីតិវិធី